បាទគ្រប់ជំរាបសួរបងប្អូនក្នុងបណ្ដាញ YouTube ទាំងអស់ជាទីគោរពនិងជាទីមេត្រីនឹងឲ្យបងប្អូនដែលបានចូលទស្សនា YouTube ខ្ញុំបាទនៅស៊ីឡាឥឡូវខ្ញុំបង្ហាញទស្សនវិជ្ជានៅស្រុកអូរឪតើប៉ុន្តែនៅខាងឃុំចកអញ្ចឹងបងប្អូនឃើញទស្សនវិជ្ជានៅខាងឃុំចកនៅតាមផ្លូវគឺបងគេបានធ្វើដាក់សូឡាអញ្ចឹងឲ្យបងប្អូនសូឡាពីឃុំចករហូតដល់ឃុំដំរិលបងប្អូនគេមើលទៅតាមផ្លូវហ្នឹងគេដាក់សិតតែសូឡាស្អាតស្អាតណាបងប្អូនពេលយប់នឹងភ្លឺចែងចិញ្ចាំងចិញ្ចាយតាមផ្លូវហ្នឹងអញ្ចឹងបងប្អូនដែលធ្វើដំណើរកាត់តាមផ្លូវហ្នឹងពិតជាស្រួលហើយបងប្អូនវិញពេលយប់គឺភ្លឺចិញ្ចាំងចិញ្ចាចហ្មងបងប្អូនហ្នឹងហើយមើលខ្ញុំឥឡូវមកដល់ចិត្តដល់វត្តទូសុភានេះបងប្អូនហើយឃើញហ្នឹងបងប្អូនមានអីទីមានតាមផ្លូវឲ្យថតឃើញសូឡាគេដាក់ច្រើនណាបងប្អូនហើយដឹងថាជាជុកខ្ទង់រាប់ពាន់សូឡាហើយព្រោះច្រើនណាបងប្អូនមើលទៅរាប់អត់ទេតាំងពីឃុំចកអញ្ចឹងនិយាយរួមមកឃុំចករហូតដល់ដំរិលឃុំដំរិលហ្មងបងប្អូនគេដាក់រហូតសូឡាហ្នឹងហើយឃើញខ្ញុំអត់ដែរជិះពេលយប់ដែរប៉ុន្តែបើជិះពេលយប់ហាក់ជាភ្លឺណាស់ព្រោះសូឡាហ្នឹងថ្លៃដែរបងប្អូនឥឡូវធ្វើដំណើរទៅតិចទៀតហើយជិះម៉ូតូទៅដល់ហ្នឹងឥឡូវចូលចិត្តនេះចិត្តដល់ខាងដំរិលបងប្អូនកាត់វាស្រែកាត់អីហ្នឹងមើលទៅទេសភាពស្រស់ស្អាតមើលទៅស្លាស់មុខស្លាស់មាត់បងប្អូនជិះតាមផ្លូវហ្នឹងពួកវាអត់សូវមានឡានអីបើកធំទេពួកគេធ្វើផ្លូវលំចាក់គ្រូខ្មៅអញ្ចឹងបងប្អូនចាក់កស៊ូបងប្អូនតិចទៀតផ្លូវដែលគេសាងសង់រហូតទៅដល់អូរនឹងឪហ្នឹងគេចាក់ខ្នងកស៊ូទាំងអស់អញ្ចឹងស្អាតណាស់បងប្អូនហ្នឹងឥឡូវចិត្តបាទសូមអរគុណសម្រាប់បងប្អូនដែលបានចូលទស្សនា